សម្រាប់សោកសាចំការយើងបើមិនភ្លៀងគ្មានអីក្រៅពីរកក្តាមអ្នកណាក៏ដូចអ្នកណាដែរបងប្អូនរកក្តាមពេលល្ងាចដើររកអង្កែបហើយយើងរកក្តាមបងប្អូនក្តាមគឺវាចេញដល់ពេលភ្លៀងហ្នឹងទេបងប្អូនតែភ្លៀងរិចរនលិចរនវាគឺវាចេញហើយតែចេញមកទុកតែអីទៀតបងប្អូនយើងចាប់ទៅហើយបងប្អូនខ្លះនៅពេញនៅអីមិនដែលស្គាល់ក្តាមទេបងប្អូនអើយក្តាមមិនដែលស្គាល់ក្តាមហ្នឹងមិនដែលជាប់ចាប់មិនដែលដឹងថាក្តាមវារស់នៅរបៀបម៉េចបងប្អូនក្តាមវារស់នៅក្នុងរនបងប្អូនតាមភ្លឺស្រែរងរនតាមភ្លឺស្រែហើយតែមេឃភ្លៀងលិចភ្លឺស្រែហ្នឹងគឺវាចេញហើយបងប្អូនហើយស្រែនេះគឺសបោក្តាមបងប្អូនស្រែនេះសបោក្តាមជាងគេស្រែនេះគេអត់តាន់ភ្ជួរខែនេះស្រែផ្សេងគឺគេភ្ជួរគេរស់អស់ហើយសម្រាប់ស្រែនេះវិញគឺគេអត់តាន់ភ្ជួរទេបងប្អូនអញ្ចឹងក្តាមវានៅអាក្នុងស្មៅហ្នឹងបងប្អូនតែយើងដើរស្រួលរមឃើញទេអានេះហ៎តិចយើងចេះតែដើរអីចប់ហើយបងប្អូនហើយដើរទៅគ្មានឃើញក្តាមមួយតែបើយើងមើលឲ្យច្បាស់គឺវានៅក្នុងទឹកបងប្អូនសងំក្នុងទឹកចឹងអាក្រោមស្មៅបងប្អូនហើយអាក្តាមនេះយើងយកទៅមានតែភ្លាបងប្អូននេះដូចមកក្លុកនេះ2បងប្អូនមកក្លុកនេះ2ដឹងវាធ្វើស្អីទៀតវានេះក្តាមខែនេះបានភ្លាបងប្អូនលាឆ្ងាញ់ណាបើស្លបងប្អូនបើស្លខែកដឹកស្លឆ្ងាញ់ជាងគេបងប្អូនក្តាមធ្វើមកជូរក្តាមជាមួយនឹងល្ហុងបងប្អូនស្លមកជូរល្ហុងដាក់ក្តាមដាក់ល្ហុងទៅគឺអែមបាទបងប្អូននេះក្តាមស្មូលក្តាមឈ្មោលធំនេះក្តាមបោបងប្អូនហើយខ្ញុំដើរចាប់បានឲ្យតែមេឃភ្លៀងឡើងដើរចាប់ហើយបងប្អូនហើយមិនចាប់ច្រើនទេបងប្អូនចាប់មកយើងធ្វើមហូបបានហ្នឹងប្រហែលជា1គីឡូអីហ្នឹងបងប្អូន1គីឡូក្តាមអីហ្នឹងអរគុណបងប្អូន